ត្រូវជ្រាបសួរទស្សនិកជនជាទីស្រឡាញ់មកថ្មីទៀតបងជាមួយស្លឹងគប់វាយដីសម្រាប់ស្លឹងគប់វាយដីយើងថ្ងៃនេះគឺមានច្រើនម៉ាកមានច្រើនពណ៌ច្រើនជម្រើសសម្រាប់បងរងជ្រើសរើសតែបង្ហាញដំបូងនេះគឺស្លឹងគប់វាយដីរឹងឬក៏ដីស្ងួតអញ្ចឹងណាបងនេះបងសួររកច្រើនសម្រាប់ស្លឹងគប់នេះហើយបើបងខ្លាចខុសប៉ុន្តែវាស់ថាទំហំចេះមកបងប្អូនតម្រូវឲ្យត្រូវនេះសម្រាប់វាយដីរឹងឬក៏ដីស្ងួតបន្ទាប់មកស្លឹងគប់ចនឌីបងត្រាដំរីនេះស្លឹកចនឌីណាចូលបងមានតម្រូវការចនឌីបងកំងបានដាក់បានពី50រហូតដល់90សេះនេះស្លឹកគប់តូតូកម្រាស់7លីទាំងអស់ណាបងហើយតម្លៃគឺតែ$1ជាងតិចតួចទេបងសម្រាប់ស្លឹកគប់នេះប្រភេទល្អនេះស្លឹកគប់$1តិចតួចដូចគ្នាបងកម្រាស់7លីដូចគ្នាប្រភេទល្អដូចគ្នាបងណានេះតូតាស្លឹកគប់តូតាកម្រាស់7លីដូចគ្នាតម្លៃគឺ$1តិចតួចដូចគ្នាណាបងធានាជូនគុណភាពល្អបងណានេះត្រាដំរីងើយកម្រាស់គឺ7លីដូចគ្នាគាត់ថាស្លឹកនេះគឺអត់បាញ់ថ្នាំក្រាស់ទេសាច់គាត់គឺអញ្ចឹងបង$1ជាងតិចដូចគ្នាចុងក្រោយនេះគឺស្លឹកសេះគឺស្លឹកគប់ដែលមានគុណភាពប្រើធុញជាប់បានយូរហើយគឺជាប្រភេទដាច់ថែបបងសម្រាប់សេះគឺដាច់ថែបកម្រាស់7លីដូចគ្នាហើយសម្រាប់ស្លឹកគប់សេះនេះគឺខាងក្រុមហ៊ុនធានាជូនបែកបាក់ទៅបដូរថ្មីជូនបងហ្មងណាគាត់តែយីហៅមកគឺបងផ្ញើបដូរជូនហ្មងគឺថាមួយស្លឹកពីរស្លឹកឲ្យបងថាទិញស្លឹកគប់នេះទៅប្រើបាក់គឺបងផ្ញើដូរជូនបងហ្មងណាសម្រាប់ស្លឹកយីហៅសេះនេះចាបញ្ជាក់នេះគឺប្រភេទដាច់ថែបបងអញ្ចឹងក្នុងចំណោមស្លឹកគប់ដែលបងថតបង្ហាញប្រហែលមុខដែលបងថតបង្ហាញនេះមានតូតូមានតូតាមានមានដំរីមានសេះប្រហែលមុខដែលបងថតបង្ហាញនេះបងមានតម្រូវការមួយណាបងអាចដាក់ការកំងបានសម្រាប់តម្លៃបងចង់ដឹងតម្លៃច្បាស់លាស់បងឆាតចូលក្នុង page បងណាបងសួរបានមិនទិញក៏អាចសួរតម្លៃបានដែរបងអត់បញ្ហារឿងតម្លៃអត់ទិញក៏សួរបានដែរឬក៏តំណែងតាមរយៈលេខទូរស័ព្ទដែលបងដាក់ជូនខាងលើបញ្ជាក់ខាងបងក៏មានសេវាផ្ញើជូនផងដែរបងកំងថ្ងៃនេះក្នុងស្លឹកអង្គមួយឈុតគឺហ្វ្រីសេវាដល់ជូន25ខែក្រុងហ្មងបងជួយ like និង share វីដេអូបងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើន